cứ riêng môi đại sầm khăn môi tiết đại trong trong chuẩn bị đó cứ tẹt tông nâng visa mà Americ thằng này lục Trump nâng กระทรวงการบรទេសអាមេរិកបានប្រកាសជាឲ្យលរដ្ឋាចាប់ពីថ្ងៃទី26សំទោសថ្ងៃ21ខែមករានេះតទៅអាមេរិកផ្អាកវីសាប្រភេទអន្តោប្រវេសន៍បាទវីសាអន្តោប្រវេសន៍សម្រាប់ប្រទេស75ច្រើនណាស់បងប្អូនជិត 40% នៃពិភពលោកហើយគឺត្រូវបានសហរដ្ឋអាមេរិកផ្អាកលែងផ្ដល់វីសានឹងជូនគឺវីសាអន្តោប្រវេសន៍ហើយប្រទេសដែលប៉ះពាល់ទាំង75ហ្នឹងគឺនៅអាស៊ីអាគ្នេយ៍ឬប្រទេសអាស៊ានយើងគឺមាន4ប្រទេសមានតែ4ហ្នឹងឯក្នុង11ប្រទេសហ្នឹងគឺមានកម្ពុជាមានថៃមានឡាវនិងមានភូមាមានតែ4ហ្នឹងឯងដែលជាប់បំរាមនេះឯប្រទេសវៀតណាមអត់ជាប់ទេហើយកុំសួរខ្ញុំថាហេតុអីបានវៀតណាមអត់ជាប់ខ្ញុំនឹងសិក្សាស្រាវជ្រាវបន្តទៀតប៉ុន្តែហេតុអីបានខ្មែរហើយថៃនិងភូមានិងឡាវជាប់អាមេរិកគេនិយាយថាគេផ្អាកវីសាអន្តោប្រវេសន៍នេះគឺដើម្បីបន្ធូរបន្ទុកអត្ថប្រយោជន៍សហរដ្ឋអាមេរិកដែលយកទៅផ្ដល់ឲ្យបងប្អូនដែលថាគេធានាមកហ្នឹងមកអាមេរិកហ្នឹងជាបន្ទុកដោយថាខាតប្រយោជន៍ប្រជាពលរដ្ឋអាមេរិកពលលោកត្រាំគឺចង់ផ្ដល់ប្រយោជន៍អាមេរិកឲ្យជនជាតិអាមេរិកមកមិនឲ្យគេនាំអន្តោប្រវេសន៍មកហ្នឹងដើម្បីបានអាស្រ័យផលហ្នឹងទៅវាខាតប្រយោជន៍អាមេរិកនេះគឺជាយុទ្ធនាការរបស់គាត់ប៉ុន្តែវីសាដែលគេផ្អាកពីខ្មែរពីថៃពីឡាវពីភូមានិងប្រទេសទាំងអស់75នេះចាប់ពីថ្ងៃ21មករានេះគឺជាប្រភេទវីសាធានាបងប្អូនមករស់នៅស្រុកអាមេរិកធានាគ្រួសារប្តីប្រពន្ធកូនចៅអីហ្នឹងទាំងអស់គឺជាអន្តោប្រវេសន៍ហ្នឹងគឺផ្អាកដោយគ្មានការកំណត់ទេអញ្ចឹងបានន័យថាប៉ះពាល់ដល់បងប្អូនដែលប្តីប្រពន្ធគូតដឹងអីហ្នឹងឬក៏ធានាពុកម្ដាយអីហ្នឹងគឺនឹងពិបាកហើយព្រោះអីគឺគេផ្អាកមួយរយៈធំតលតែអាចចាប់អាណត្តិលោកត្រាំដឹងពី3ឆ្នាំណោះហើយមួយទៀតគឺផ្អាកដែរគឺជាប្រភេទវីសាការងារបែបអន្តោប្រវេសន៍មកធ្វើការក៏ប៉ះពាល់នៅក្នុងហ្នឹងដែរគឺផ្អាកប៉ុន្តែមិនមែនផ្អាកទាំងអស់ទេវីសាដែលមិនមែនជាអន្តោប្រវេសន៍បានន័យថាម៉េចមិនមែនមកនៅមិនមែនមកអីគ្រាន់តែមករយៈហើយទៅវិញគឺអត់អីទេបានន័យថាម៉េចបើមកលេងអត់ប៉ះពាល់ទេបើមករៀនក៏អត់ប៉ះពាល់ដែរដូច្នេះបងប្អូនមិនមែនអាមេរិកបិទឈឹងទេគឺបិទតែអ្នកមកនៅនឹងវីសាមកធ្វើការអីរយៈពេលយូរតាម green card វីសាអីហ្នឹងគឺវាប៉ះពាល់តែប៉ុណ្្នឹងឯងអញ្ចឹងកុំឲ្យព្រួយបារម្ភមកចង់លេងស្អី World Cup នៅរដូវក្តៅនៅអាមេរិកអីអាមេរិកទទួលដៃ10មកបានអត់អីទេហាមតែរឿងដែលខ្ញុំបានជម្រាបអញ្ចឹង